នៅថ្ងៃនេះទស្សនាវដ្តីដ៏ល្បីរបស់សហរដ្ឋអាមេរិកបានទម្លាយចំណុចរសើបពីទីក្រុងភ្នំពេញនិងទីក្រុងបាងកកនោះគឺថាចំណុចតំបន់ត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃដែលមានទំហំប្រមាណ 27,000 គីឡូម៉ែត្រក្រឡាត្រូវបានគេប៉ាន់ប្រមាណថាផ្ទុកទៅដោយធនធានធម្មជាតិដ៏មានតម្លៃមហាសាលនេះបើយោងតាមទស្សនាវដ្តី Modern Diplomacy ដែលបានចេញផ្សាយនៅថ្ងៃទី28 ឧសភាអត្ថបទដដែលបានបន្តទៀតថាយោងតាមអាជ្ញាធរកម្ពុជាតំបន់នោះមានឧស្ម័នធម្មជាតិប្រមាណ 11 trillion feet cube រួមជាមួយទៅនឹងស្តុកប្រេងឆៅយ៉ាងច្រើនដែលមានតម្លៃសរុបស្មើទៅនឹងជិត 300,000 លានដុល្លារសហរដ្ឋអាមេរិកធនធានទាំងនេះមិនត្រឹមតែជាឱកាសសេដ្ឋកិច្ចដ៏ធំសម្រាប់ប្រទេសទាំងពីរនោះទេប៉ុន្តែវាក៏កំពុងក្លាយជាកត្តាជំរុញទឹកចិត្តឲ្យកម្ពុជាព្យាយាមពន្លឿនការស្វែងរកដំណោះស្រាយដើម្បីទាញយកផលប្រយោជន៍មកបម្រើដល់ការអភិវឌ្ឍឧស្សាហកម្មនិងសេដ្ឋកិច្ចជាតិទោះបីជាតំបន់នោះមានតម្លៃសេដ្ឋកិច្ចខ្ពស់ក៏ដោយក៏ចំនួនដែនដីដែលអស់បន្លាយជាច្រើនទសវត្សរវាងកម្ពុជានិងថៃបានបង្អាក់រាល់កិច្ចខិតខំប្រឹងប្រែងក្នុងការរុករកថ្មីនេះទំនាក់ទំនងបានកាន់តែស្មុគស្មាញបន្ទាប់ពីប្រទេសថៃបានសម្រេចចិត្តបញ្ឈប់កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការរុករករួមគ្នាដែលមានអាយុកាល25ឆ្នាំដោយសារតែការយល់ឃើញថាគ្មានវឌ្ឍនភាពនៅក្នុងន័យនេះលោកកែវរតនៈរដ្ឋមន្ត្រីធម្មពលកម្ពុជាបានសង្កត់ធ្ងន់ថាទាំងកម្ពុជានិងថៃសុទ្ធតែអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ចរួមគ្នាប្រសិនបើចំនួននេះត្រូវបានដោះស្រាយដោយសន្តិវិធីលើសពីនេះលោកបានយល់ឃើញថាការសម្រុះសម្រួលដោយបង្ខំតាមរយៈច្បាប់សមុទ្រអន្តរជាតិអាចជាផ្លូវតែមួយគត់ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធីក្នុងនោះកម្ពុជាកំពុងត្រៀមខ្លួនប្រើប្រាស់យន្តការនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដើម្បីដោះស្រាយបញ្ហានេះតាមរយៈការសម្រុះសម្រួលយន្តការនេះនឹងអនុញ្ញាតឲ្យមានគណៈកម្មការឯករាជ្យមួយជួយសម្របសម្រួលការចរចាដោយគ្មានការបង្ខិតបង្ខំផ្នែកច្បាប់ផ្ទាល់ដែលនេះត្រូវបានមើលឃើញថាជាផ្លូវសមស្របបំផុតក្នុងកលៈទេសៈបច្ចុប្បន្នការពន្លឿនដំណោះស្រាយនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះបើចំនួននៅតែអស់បន្លាយយូរទៀតការទាក់ទាញហិរញ្ញវត្ថុនិងបច្ចេកវិទ្យាពីក្រុមហ៊ុនអន្តរជាតិសម្រាប់ការរុករកធនធានប្រេងនិងឧស្ម័ននឹងកាន់តែជួបការលំបាកដោយសារតែនិន្នាការសកលកំពុងងាកទៅរកថាមពលស្អាតទោះជាយ៉ាងណាក៏ដោយទស្សនាវដ្តីបានលើកចំណុចធនធាននេះឡើងគឺជាឱកាសនេះប្រសិនបើភាគីទាំងពីរអាចព្រមព្រៀងគ្នាបានវាពិតជាអាចកាត់បន្ថយចំនួនតាមរយៈផលប្រយោជន៍សេដ្ឋកិច្ចរួមគ្នាប៉ុន្តែផ្ទុយទៅវិញប្រសិនបើបន្តចំនួនមិនដាច់ស្រេចវានឹងធ្វើឲ្យបាត់បង់